Nênទាំងអស់គ្នានេះគឺជាផ្លូវនៅភូមិសំណាញ់ដែលនៅចិត្តគៀកភ្នំសំពៅដែរខាងនោះគឺជាភ្នំសំពៅហើយភ្នំសំណាញ់នេះគឺគេនិយមមកដោយសារតែវាមានដើមស្លាអាហ្នឹងគេហៅដើមស្លាឬក៏ដើមដូងច្រើនដែលនៅភូមិនេះគឺមានដើមស្លាហ្នឹងជាច្រើនជាជួរចិត្តគ្នាបែបនេះណាហើយពេលដែលគេថតរូបមកគឺវាមានទេសភាពស្អាតមែនតែនដែលយើងបង្ហាញពីភូមិវាមិនជាលក្ខណៈកន្លែងកំសាន្តទេប៉ុន្តែវាគឺជាភូមិដែលមានដើមស្លាច្រើនដោះជាជួរបែបនេះណាអ្នកទាំងអស់គ្នាវ៉ាវភ្នំសំណាញ់អូខេតោះយើងទៅវិញនេះភ្នំសំណាញ់នេះជីវែងណាអ្នកទាំងអស់គ្នាអត់ស្គាល់រត់ឃើញណាអូខេនេះគឺជាភ្នំភូមិសំណាញ់អញ្ចឹងយើងមានតែប៉ុណ្្នឹងឯងខ្លីៗយើងត្រឡប់ទៅវិញហើយកេតាមណាខ្លះអូនកេតាមណាខ្លះហ៎ខ្លីហ៎នៅនេះអ្នកភូមិដែលគាត់នៅនឹងដូចមានភាពស្ងប់ស្ងាត់ល្អបែបស្រុកស្រែអញ្ចឹងណាអ្នកនរគ្នាមើលគេនៅនេះគេមានចំមន់ទៀតលុយមានតែប៉ុណ្ណឹងមួយចំខ្លួនឯងរស់ដីលក់អូគេដីលក់ប៉ុណ្ណាណីទេនេះគឺជាផ្លូវត្រឡប់ទៅវិញនៃភូមិសំណាញ់មុនហ្នឹងវីដេអូពេលផ្លូវចូលអត់បានបង្ហាញដោយសារតែ admin អត់ស្គាល់ផ្លូវដែរតាម Google Map ចឹងបើសិនអ្នកដែលចង់មកមើលទេសភាពនៅខាងភូមិសំណាញ់គ្រាន់តែចូលទៅកាន់ Google តមក search ពីថាភូមិសំណាញ់បើក្នុង Google គេដាក់ភូមិការស្លាភូមិការស្លាសំណាញ់ភូមិសំណាញ់ការស្លាសំណាញ់អញ្ចឹងយើង search អញ្ចឹងទៅនឹងឃើញទីតាទិសដៅមកដល់ក្នុងហ្នឹងហើយតែមុននឹងចុចមកកុំភ្លេចចុចលើរូបភាពគេមានបង្ហាញការស្លាអត់ហើយលោប្រើប្រាស់ map ច្រឡំអញ្ចឹងពេលជិះតាមភូមិហ្នឹងហើយអ្នកទាំងអស់គ្នានឹងឃើញកន្លែងដែលខ្ញុំថតមុនហ្នឹងហើយបើយើងមានdrone យើងថតពីខាងលើមកកន្លែងហ្នឹងស្អាតមែនតើបងអូនវាមានថតពីលើមកវាឃើញការស្លាហ្នឹងទាំងមូលហ្មងណាបើខ្ញុំថតចេះវាថតវាពីលើទៅក្រោមចេះវាស្អាតបែបមួយបែបតែថតពីលើមកទៀតវាស្អាតមួយបែបទៀតអញ្ចឹងកន្លែងហ្នឹងវាគឺជាទីចាប់អារម្មណ៍របស់ក្មេងៗសម័យឥឡូវដែរអ្នកទាំងអស់គ្នាដែលមកខេត្តបាត់ដំបងកុំភ្លេចមកលេងនៅភូមិសំណាញ់ផងមកមើលពីភូមិនេះមានបរិយាកាសល្អមែនខ្ញុំបានមកដល់នៅខាងមុខផ្លូវច្រកចូលហើយអ្នកទាំងអស់គ្នាអញ្ចឹងសម្រាប់អ្នកដែលចង់ជិះចូលមកខាងផ្លូវហ្នឹងគឺមានកន្លែងគេលក់
cái lạnh cái lúa đám chơ con đám chơ á mua tha xuân tờ rèn trái tàu cho nhóm mở thọt ai mơ nè đây nè được không nè mùi nắng máu cứ nắng đo lỡ bọt trồ lại chẳng này được không nè chi tới nắng đo anh đo phun sầm nành nè ngày trong video này mình đã bye bye